ជំរាបសួរបបងប្អូនទាំងអស់គ្នាខ្ញុំនៅភូមិទឹកផុសខេត្តប៉ៃលិនខ្ញុំឈ្មោះបាទឈ្មោះខ្ញុំបាទឈ្មោះដុកពុំដីនេះមាន5ហិកតាខ្ញុំដាំចន្ទីទាំងអស់ដីនេះគ្រូពូជនេះគឺខ្ញុំដាំពូជ M23 គឺទៅស្តង់ដារគេមកទិញគេសរសើរគ្រប់គ្នាថាយើងបានផ្លែធំស្អាតខ្ញុំដាំរយៈ2អាយុវាយកកាលវា4ឆ្នាំអញ្ចឹងតម្លៃវាអត់ក្រោមពី7000ឡើងទៅ7500ទេតម្លៃវាល្អខ្ញុំនេះខ្ញុំអាចថាចន្ទីឆ្នាំនេះខ្ញុំអាចថាគិតមកខ្ញុំភាកវាអត់ក្រោមពី6តោនដល់7តោនទេអាហ្នឹងគិតតែមកខ្ញុំភាកទេវាអត់ក្រោមហ្នឹងទេអាហ្នឹងចន្ទីយើងខូចខ្លះបើថាជាយើងអត់ខូចអាចនឹងបានលើសហ្នឹងអញ្ចឹងណាបាទសូមគោរពជំរាបសួរទស្សនិកជនបាទខ្ញុំបាទឈ្មោះអឹមសុភឿនជាអនុប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបាទថ្ងៃនេះខ្ញុំបាទមានកិត្តិយសចូលរួមបង្ហាញពីសក្តានុពលដំណាំស្វាយចន្ទីនៅខេត្តប៉ៃលិនបច្ចុប្បន្ននេះគឺដំណាំស្វាយចន្ទីនៅខេត្តប៉ៃលិនគឺកសិករបានតាមដុះចំនួន2742ហិកតាបាទហើយក្នុងនោះមាន1282ហិកតាដែលយើងអាចចាប់ផ្ដើមប្រមូលផលឆ្នាំទី1ទី2បាទជាបន្តបាទហើយការប្រមូលផលស្វាយចន្ទីនេះគឺយើងអាចប្រមូលផលពីខែ3រហូតដល់ខែ5បាទខែ4គឺមានការប្រមូលផលច្រើនបាទហើយជាការសន្និដ្ឋានឆ្នាំនេះយើងមានបញ្ហាអាកាសធាតុធ្វើឲ្យជ្រុះក្តាប់ឬក៏ការកាន់ផ្លែមិនសូវល្អអញ្ចឹងគឺទិន្នផលគឺយើងអាចថាបានបង្គាបាទទិន្នផលដែលយើងជុំវិញ1តោនទៅ1តោនកន្លះបាទអញ្ចឹងបើយើងគិតជាបរិមាណផលសម្រាប់ដំណាំស្វាយចន្ទីនៅខេត្តប៉ៃលិននេះគឺយើងបានបរិមាណផលប្រមាណ2673តោនបាទហើយយើងឃើញថាឆ្នាំនេះគឺតម្លៃស្វាយចន្ទីគឺល្អបាទបើប្រៀបធៀបទៅឆ្នាំមុនបាទជាការបញ្ជាក់បន្ថែមសម្រាប់ទិសដៅរបស់មន្ត្រីកសិកម្មក៏ដូចជាការចង្អុលបង្ហាញរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករឲ្យបានទទួលផលចំណេញសេដ្ឋកិច្ចចំណូលច្រើនគឺយើងនឹងរៀបចំចងក្រងជាសហគមន៍ស្វាយចន្ទីទំនើបនៅខេត្តប៉ៃលិនដើម្បីយើងប្រមូលកសិកររួមគ្នាដើម្បីយើងអាចជួយសម្រួលទីផ្សារគាត់ឲ្យកាន់តែល្អទាក់ទងការទិញជីពូជថ្នាំកសិកម្មឲ្យថ្លៃដើមផលិតអញ្ចឹងដោយសារតែស្វាយចន្ទីសប្តាហ៍ថ្ងៃយើងឃើញថាតម្លៃទីផ្សារគឺល្អមែនទែនចន្លោះពី7000ទៅ7500រៀលនៅក្នុងទឹកដីខេត្តប៉ៃលិនអញ្ចឹងខ្ញុំសូមណែនាំពីបច្ចេកទេសនៅក្នុងការប្រមូលផលអញ្ចឹងដោយសារតែតម្លៃទីផ្សារមានការខកឡើងខ្ពស់កសិករមួយចំនួនគឺគាត់ចាប់ដើមធ្វើការងារប្រមូលផលហ្នឹងលឿនពេកអញ្ចឹងជាទូទៅការងារប្រមូលផលស្វាយចន្ទីគឺទាមទារឲ្យស្វាយចន្ទីហ្នឹងទុំល្អក្នុងគោលបំណងដើម្បីឲ្យក្របរបស់វាហ្នឹងមានការពេញណែនល្អមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយនៅពេលដែលយើងយកទៅលក់ទៅយើងបានទទួលបានទម្ងន់ហ្នឹងធ្ងន់ល្អអញ្ចឹងយើងណែនាំឲ្យកសិករមានន័យថាទុកក្របស្វាយចន្ទីហ្នឹងឲ្យទុំល្អគឺនៅពេលដែលទុំគឺក្របស្វាយចន្ទីរបស់យើងហ្នឹងគឺធ្លាក់ទៅដល់ដីបាទហើយយើងអាចទុករយៈពេល10ថ្ងៃឬក៏មួយអាទិត្យក្រោយពីវាធ្លាក់ទៅដល់ដីយ៉ាងយូរគឺពី2ថ្ងៃក្រោយពីជ្រុះទៅដល់ដីហ្នឹងគឺយើងចាប់ដើមប្រមូលផលហើយដែលឡែកកសិករមួយចំនួនគឺគាត់ចាប់ដើមធ្វើការប្រមូលផលដោយសារស្វាយចន្ទីបានថ្លៃគឺគាត់ទាញបន្លេះពីលើដើមនឹងតែម្ដងអញ្ចឹងនៅពេលដែលគាត់ទាញពីលើដើមគុណភាពសុខភាពផ្លែរបស់វានេះគឺវាអត់ទាន់មានលក្ខណៈគ្រប់គ្រាន់ទេជាទូទៅគឺយើងពិនិត្យមើលទៅយើងនៅពេលដែលយើងច្របាច់វាទៅគឺវានៅមានលក្ខណៈទន់បាទទន់អញ្ចឹងក្របវាខាងក្នុងគឺអត់ទាន់រឹងល្អទេអញ្ចឹងតាំងពីទម្ងន់ក្របក៏វាអត់សូវជាធ្ងន់ល្អហើយនៅពេលដែលយើងយកទៅលក់ទៅដល់កន្លែងសៃឡូទៅដល់សៃឡូគេចាប់ផ្ដើមបណ្ឌិតមើលគុណភាពក្របអញ្ចឹងគេជាចំណុចមួយដែលគេអាចទម្លាក់ថ្លៃក្របស្វាយចន្ទីរបស់យើងអញ្ចឹងជាសំណូមពរខាងមន្ទីរកសិកម្មខេត្តប៉ៃលិន
ស្នើសុំដល់ប្រជាកសិករមេត្តារងចាំការងារប្រមូលផលនេះទុំពេញលក្ខណៈទាំងអស់គ្នាដើម្បីឲ្យជៀសវាងអាហារភ័យផ្នែកទីផ្សារដែលធ្វើឲ្យក្របស្វាយចន្ទីរបស់យើងហ្នឹងវាមានការធ្លាក់ចុះនៅតម្លៃបាទបាទឃ្លាំងយើងខ្ញុំទិញចន្ទីរាល់ថ្ងៃនេះគឺនៅឈ្មោះឃ្លាំងហេរ៉ាទិញចន្ទីហើយទីតាំងរបស់ពួកខ្ញុំគឺនៅភូមិពេជ្រគិរីសង្កាត់បៃលិនខេត្តបៃលិនហើយមានលេខទូរស័ព្ទ088 8 223 225ហើយនឹងមួយខ្សែទៀត010 223 225ហើយទទួលទិញទាំងក្របតូចទាំងក្របធំហើយគ្រាន់តែផ្ដាំផ្ញើទៅឲ្យកសិករគាត់ជួយចែករំលែកត្រង់ថាក្របទូចកុំលាយចូលជាមួយនឹងក្របធំអញ្ចឹងយើងញែកឲ្យដាច់ពីក្របធំហើយនឹងក្របតូចផ្សេងគ្នាមកអញ្ចឹងតម្លៃគេនៅតែទិញដូចគ្នាតែគ្រាន់ថាក្របធំយើងទិញផ្សេងក្របទូចយើងទិញផ្សេងអញ្ចឹងទៅហើយត្រង់ថាការប្រមូលផលរបស់គាត់សូមមេត្តាកុំបេះអាខ្ចីស្ទើយកមកចាំឲ្យវាទុំល្អចាំយើងបេះមកអញ្ចឹងបើយើងធ្វើអានឹងបានអញ្ចឹងគ្រាប់របស់យើងនៅក្នុងខេត្តបៃលិនយើងហ្នឹងហើយនឹងបាត់ដំបងហ្នឹងគឺតម្លៃយើងនៅល្អនៅថេដោយសារ DC របស់វាបានខ្ពស់ហើយនឹងសាច់សបានច្រើនជាងខេត្តគេផ្សេងអញ្ចឹងហ្នឹងហើយអញ្ចឹងសូមឲ្យគាត់ព្យាយាមធ្វើម៉េចញែកគ្រាប់ទូចឲ្យដាច់ហើយនឹងកុំបេះគ្រាប់ដែលមិនទាន់ទុំគ្រាប់ខ្ចីគ្រាប់ខៀវឬក៏ស្វិតស្អុយអីចឹងគាត់កុំរើសយកមកប្រភេទគ្រាប់នៅបៃលិនយើងនេះគឺដើមដៃដំបូងគឺភាគច្រើនគឺគ្រាប់107ទៅ110ចូលដល់វគ្គទី2អាចឡើងដល់112ទៅ115គ្រាប់អាហ្នឹងចូលវគ្គទី2តែបើចូលដល់វគ្គទី3អាចឡើងដល់ទៅ120ទៅ125គ្រាប់ក្នុង1គីឡូឥឡូវនេះវាជួបនៅបញ្ហាអាកាសធាតុក្តៅខូចច្រើនអញ្ចឹងក្នុងមួយថ្ងៃទិញបានតែត្រឹម90តោនឬក៏100តោនទេក្នុងមួយថ្ងៃបាទតែប៉ុណ្្នឹងទេភាគច្រើនគឺខ្ញុំដាក់ទៅឲ្យនៅស្រុកក្នុងស្រុកយើងហាលខ្លះហើយនឹងនាំចេញទៅខ្លះដោយសារចំនួនអត្រានៃ DC របស់នៅក្នុងខេត្តយើងនេះវាបានខ្ពស់វាបានទៅ30ទៅ31%នឹងនៅក្នុង1គីឡូហើយនៅអញ្ចឹងហើយបានថាហើយវាមានសាច់សហ្នឹងវាខ្ពស់ជាងខេត្តផ្សេងបានតម្លៃយើងបានខ្ពស់ជាងគេនៅក្នុងខេត្តគេអញ្ចឹងណា